ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ានេះគឺជាវីដេអូជាលើកទី1ណាដែលនាងខ្ញុំរៀនធ្វើវីដេអូចាបងប្អូនចាអញ្ចឹងបើសិនជាមានចំណុចណាខ្វះខាតសូមបងប្អូនអធិស្ឋានផងបងប្អូនចានិយាយថារាល់ថ្ងៃនេះគឺជីវិតមានតួនាទីដើរតួជាស្ត្រីមានផ្ទះផងជាចាអ្នកដែលចេញក្រៅរកលុយខាងក្រៅដែរចឹងបងប្អូនចាមិនមែនតែខ្ញុំរកទេគឺថាប្តីខ្ញុំក៏គាត់រកដែរតើតើជួយរកគ្នាអញ្ចឹងមិនទប់ឈ្នះបងប្អូនហើយរាល់ថ្ងៃនេះចាឥឡូវយើងចូលដល់ក្នុងវីដេអូយើងម្ដងសកម្មភាពក្នុងថ្ងៃនេះគឺថាចាឆាសាច់មាន់ជាមួយអានោះមុននឹងចាប់ដើមឆាយើងឆ្លៀតដាំបាយសិនណាបងប្អូនហើយខ្ញុំយកសាច់បកកដែលថ្ងៃមុនកក់ទុកនោះយកមកដាក់ត្រាំទឹកបន្ទាប់ពីដាក់ត្រាំទឹកដាំបាយហើយគឺឆ្លៀតយកត្រីដែលប្រឡាក់ថ្ងៃមុនណាបងប្អូនយកមកចៀនសម្រាប់អាហារពេលព្រឹកសម្រាប់គ្រួសារយើងខ្ញុំណានឹងចំពោះផ្ទះនេះថានាងខ្ញុំមុននឹងយកមកទុកដាក់គឺលាងសម្អាតអាសាប៉ុន្តែដល់ពេលយើងមុននឹងសម្អាតយកទៅចៀនយើងលាងសម្អាតម្ដងទៀតចឹងណាបងប្អូនការពារសត្វល្អិតតោងជាប់ក្នុងនោះចាឥឡូវនេះឃើញថាយើងចាប់ផ្ដើមដាក់ត្រីចៀនបដាអញ្ចឹងណាបងប្អូនចាឥឡូវយើងកលែងមកមើលសាច់មាន់ដែលយើងបានដាក់ត្រាំទឹកហើយហ្នឹងគឺថាឥឡូវគឺចាប់ដើមឈប់កកណាបងប្អូនយើងផ្ដើមលាងសម្អាតជាមួយនឹងគ្រឿងបន្លែទាំងអស់នេះយើងតោះយើងចាប់ដើមហាន់គ្រឿងទាំងអស់ហ្នឹងយើងច្រាំអញ្ចឹងណាបងប្អូនទុកមួយឡែកមកហើយឥឡូវនេះគឺថាគ្រឿងនឹងបន្លែសាច់របស់យើងគឺរួចរាល់ហើយយើងវគ្គឆាយើងចាប់ដើមដាក់ខ្ទឹមសបំពងវាឲ្យរៀងក្រៀមឈ្ងុយបន្តិចយើងដាក់សាច់ចូលហើយតបយើងដាក់គ្រឿងក្រៅគឺថាត្រីយើងដែលបានដាក់ចៀនពីមុនមកលើគឺឆ្អិនល្មមមកឥឡូវនឹងកលេចមួយនេះម្ដាយក្មេងខ្ញុំម្ដងបងប្អូនគាត់ស្រឡាញ់សុខភាពណាភ្ញាក់ពីសម្រានមកគឺដឹងថាហាត់ប្រាណនឹងគេឥឡូវនេះគឺថាបន្ទាប់ពីឆាសាច់សពហើយគឺយើងដាក់បន្លែចូលមកហើយយើងច្បល់បងប្អូនត្រង់ចំណុចនេះគឺថាខ្ញុំចៀនត្រីនេះប្រហែលជាមិនគ្រប់ចំនួនថាអាចស្ទើរអញ្ចឹងខ្ញុំចូលចៀនពងទាហ្នឹងថែមពីគ្រាប់ទៀតបងប្អូនសម្រាប់អាហារពេលព្រឹកជុំគ្រួសារអញ្ចឹងណាចាគឺថាលើម្ហូបយើងសម្រាប់ថ្ងៃនេះគឺថារួចជាការស្រេចយើងខ្ញុំចាប់ដើមដាក់វិចខ្ចប់សម្រាប់ខ្លួនឯងយកទៅធ្វើការសម្រាប់ថ្ងៃត្រង់ហើយនឹងពេលព្រឹកចឹងបងប្អូនចាបន្ទាប់ពីរៀបចំម្ហូបខ្ចប់រួចហើយយើងខ្ញុំចាប់ដើមរៀបចំខ្លួន make up បន្តិចសម្រាប់ទៅធ្វើការអញ្ចឹងណាគឺថាកូនពៅរបស់នាងខ្ញុំគឺបានភ្ញាក់ពីគេញ៉ាំម៉ោងដល់ពេលលានាងខ្ញុំត្រូវទៅធ្វើការបងប្អូនប៉ុន្តែថាមុននឹងទៅគឺថាសុំ BB កូនមួយសិនបងប្អូនហើយដើម្បីយកកម្លាំងអញ្ចឹងណាបងប្អូនវីដេអូនាងខ្ញុំគឺមានតែត្រឹមប៉ុណ្ណឹងសិនបើបងប្អូនពេញចិត្តចាសូមជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងបងប្អូនអរគុណជម្រាបលា